ដែលអាចធ្វើបានទីមួយគឺសាលារៀនទីពីរគឺគ្រួសារហើយទីបីគឺសង្គមដូច្នេះខ្ញុំបាទខ្ញុំមកដល់ខ្ញុំសូមថ្លែងអំណរយ៉ាងជ្រៅចំពោះវត្តមានរបស់លោកណាដែលបានអញ្ជើញមករួមតាមការអញ្ជើញរបស់លោកសាលាលោកគ្រូណានេះគឺជាផែនការរបស់រដ្ឋលេខាធិការដែលជាគំនិតរបស់លោកគ្រូដែលទឹកថាតបជុំទៅទេណានៅតាមភាសារបស់លោកសាលាអញ្ចឹងក៏នេះយើងដើម្បីអស់បាទ12នៅក្នុងនឹងហើយកិច្ចប្រជុំថ្ងៃនេះមិនមែនជាការនឹកឃើញរបស់លោកគ្រូអ្នកគ្រូឬក៏របស់អ្នកសាលាណាម្នាក់ទេការចូលរួមលើកយកមកដាក់ប្រជុំថ្ងៃនេះគឺជាផែនការរបស់រដ្ឋាភិបាលក៏ដូចជាផែនការរបស់ក្រសួងអប់រំខ្ញុំក៏គួរបញ្ចុះទេរៀបជូនដល់លោកលោកស្រីថាយើងសប្តាហ៍គឺក្រសួងអប់រំយើងបាទគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាមការរៀនសូត្ររបស់ស្វែងរកចំណូលនិងគ្រប់គ្រងថវិកាចូលរួមកសាងជួសជុលនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាលារៀនចែករំលែកបទពិសោធន៍និងគំនិតជីវិតទប់ស្កាត់បាតុភិបមិនប្រក្រតីនិងពង្រឹងពង្រីកសមត្ថភាពរបស់កូនកុសលលេខ 1